សួស្តីអ្នករាល់គ្នាដែលទើបតែបង្កើត Wing Bank ថ្មីៗដែលមិនទាន់ចេះបញ្ចូលលុយនៅលើ Wing Bank វីដេអូនេះអាចជួយអ្នករាល់គ្នាបានសម្រាប់ការបញ្ចូលលុយនៅលើ Wing Bank ជាពិសេសបងប្អូនថ្មីៗនឹងហើយដែលបង្កើត Wing Bank គឺគាត់មិនសូវចេះបញ្ចូលលុយនៅលើ Wing Bank មុននឹងចូលដល់វីដេអូយើងខ្ញុំសូមឲ្យបងប្អូនជួយ Subscribe និងចុច Like បើសិនជាពេញចិត្តវីដេអូមួយនេះហើយបើសិនជាមានចម្ងល់ត្រង់ចំណុចណាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំនឹងឆ្លើយនៅសំណួររបស់បងប្អូនដែលមានចម្ងល់ឥឡូវកុំឲ្យខាតពេលវេលាយូរនៅការរាយរាប់ច្រើនយើងចូលមកក្នុង Wing Bank មកដើម្បីធ្វើទាំងអស់គ្នាបន្ទាប់ពីយើងចូលមកដល់ត្រង់ចំណុចនេះហើយយើងមើលអក្សរខ្មៅខាងក្រោមហ្នឹងយើងចុចអាកន្លែងអក្សរខ្មៅខាងក្រោមហ្នឹងមកដែលគេដាក់ថាពេលក្រោយបន្ទាប់មកវានឹងលោតមកដល់ត្រង់ចំណុចនេះយើងរកមើលពាក្យមួយគេដាក់ថាបញ្ចូលលុយទូរស័ព្ទដែលវានៅលេខរៀងទី2នេះបើយើងរាប់ពីខាងឆ្វេងដៃមកវានៅលេខរៀងទី2នៅខាងស្ដាំដៃគេដាក់ថាបញ្ចូលលុយទូរស័ព្ទយើងចុចលើវាមកដល់កន្លែងនេះគឺវាមាន2ជម្រើសទី1គេដាក់ថាបញ្ចូលលេខទូរស័ព្ទជម្រើសទី2គេដាក់ថាទិញកាតទូរស័ព្ទដូច្នេះយើងអាចទិញកាតទូរស័ព្ទក៏បានឬក៏បញ្ចូល direct ទៅលេខរបស់យើងក៏បានឬក៏យើងចង់ទិញកាតឲ្យបងប្អូនមិត្តភ័ក្តិរបស់យើងអាចចុចកន្លែងទិញកាតបានដើម្បីយើងទិញទៅយើងថតឲ្យគេទៅតែម្ដងព្រោះការទិញកាតយើងមិនចាំបាច់ប្រើលេខទូរស័ព្ទនោះទេយើងគ្រាន់តែចុចចូលទៅក្នុងនឹងហើយវាមានប្រព័ន្ធជ្រើសរើសឲ្យប្រព័ន្ធ Smart ឬក៏ប្រព័ន្ធ Smartphone ជាដើមឬក៏ Cell Card ជាដើមយើងគ្រាន់តែជ្រើសរើសប្រព័ន្ធណាមួយគឺយើងអាចទិញបានហើយព្រោះអីការទិញកាតបែបនេះគឺវាមិនងាយខុសលេខនោះទេតែបើសម្រាប់យើងបញ្ចូលតាមលេខគឺវាមានហានិភ័យច្រើននៅពេលដែលយើងវាយខុសតែមួយលេខគឺចូលទៅលេខគេហើយឥឡូវខ្ញុំជ្រើសរើសយកបញ្ចូលតាមលេខទូរស័ព្ទឥឡូវខ្ញុំដាក់លេខទូរស័ព្ទហើយសម្រាប់កន្លែងកង់ខាងលើនេះមានកង់ដុល្លារនិងកង់ខ្មែរយើងចុចកន្លែងសញ្ញាព្រួយនឹងមកដើម្បីជ្រើសរើសយកកង់ខ្មែរឬដុល្លាររួចបន្ទាប់មកខាងក្រោមនេះនៅពេលដែលយើងវាយលេខហើយគេឲ្យយើងជ្រើសរើសយក$1 $1.25និង$1.5កន្លះជាដើមវាមានរហូតដល់$20ឯណោះសម្រាប់ការបញ្ចូលលុយដូច្នេះខ្ញុំសូមជ្រើសរើសយក$1កន្លះដើម្បីបញ្ចូលដូច្នេះអ្នករាល់គ្នាអាចជ្រើសរើសតាមអ្វីដែលយើងបានភ្ជាប់យើងភ្ជាប់$1យើងជ្រើសរើសបញ្ចូលតាម$1ទៅបន្ទាប់ពីយើងជ្រើសរើសហើយវាលោតមកដល់កន្លែងបញ្ជាក់យើងចុចកន្លែងបញ្ជាក់នឹងមកដើម្បីបញ្ជាក់ថាយើងបានបញ្ចូលលុយគឺ$1កន្លះគឺ$1.50មកដល់កន្លែងនេះគឺគេតម្រូវឲ្យយើងដាក់លេខកូដសម្ងាត់របស់ Wing Bank របស់យើងដើម្បីបញ្ជាក់បន្ទាប់ពីយើងដាក់លេខកូដសម្ងាត់ហើយគឺវាលោតមកដល់កន្លែងនេះគេដាក់ថាប្រតិបត្តិការជោគជ័យមានន័យថាយើងបានបញ្ចូលលុយជោគជ័យហើយក៏គេមានរង្វាន់សម្រាប់ឲ្យយើងចាប់ផងដែរយើងចុចពាក្យនៅខាងក្រោមគេដាក់ចាប់រង្វាន់យើងចុចលើពាក្យមួយនឹងមកដើម្បីចាប់យករង្វាន់ដែលគេផ្ដល់ឲ្យបន្ទាប់មកយើងអាចជ្រើសរើសយកកូនសត្វណាមួយដែលមាននៅក្នុងហ្នឹងគឺ6ក្លោនយើងអាចជ្រើសរើសយកមួយណាក៏បានគឺយើងផ្សងសំណាងលើវាឥឡូវខ្ញុំសូមជ្រើសរើសយករូបតំណាងទី2ទៅចុះបន្ទាប់ពីយើងជ្រើសរើសយករូបតំណាងទី2ហើយឥឡូវឃើញថាសារបញ្ចូលលុយគេបានលោតមកហើយគឺយើងបានបញ្ចូលលុយបានរួចរាល់ហើយក៏គេបានដូរលុយឲ្យយើងរួចរាល់ដែរដូច្នេះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលមិនទាន់ចេះបញ្ចូលលុយតាម Wing Bank អាចមើលវីដេអូនេះបានអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀត